យើងអាចសម័យបានតិចថាក្នុងស្ថានភាពផ្លូវអញ្ចឹងតែឡាននេះមិនមែនជាឡាន Jeep សួរថាតើអាចឡើងរួចដែរឬក៏អត់អញ្ចឹងនេះគឺជា Jeep អញ្ចឹងវាមិនមែនជាបញ្ហាចោតរបស់ Jeep ទេដោយសារតែ Jeep គឺមានប្រព័ន្ធផ្ដាច់ជើងខាងក្រោមឲ្យនៅដាច់ដោយឡែកទេភាសាបច្ចេកទេសរបស់ Jeep គេហៅថា sway bar ណាអញ្ចឹងនៅក្នុង Jeep Rubicon គឺវាមានប្រព័ន្ធផ្ដាច់ sway bar នេះគឺគុណភាពល្អមែនទែនហើយបើនិយាយពីគុណសម្បត្តិគឺស័ក្តិសមនៅពេលដែល Jeep ប្រើប្រាស់នៅលើស្ថានភាពផ្លូវដូចអ្នកគ្នាឃើញអញ្ចឹងការផ្ដាច់ sway bar វាធ្វើឲ្យគម្លាតកង់កម្ពស់កង់ពីម្ខាងទៅម្ខាងគឺវាមានកម្ពស់ខុសគ្នាមានន័យថាវាផ្ទុកដាច់ដោយឡែកពីគ្នាជាក់ស្ដែងនៅខាងឆ្វេងដែលយើងមើលពីខាងមុខកង់ខាងឆ្វេងគឺវាមានកម្ពស់ខ្ពស់ជាងកង់ខាងស្ដាំកម្ពស់ខុសគ្នាប្រហែលជា45ដឺក្រេដោយសារតែ sway bar គឺវាធ្វើការផ្ដាច់ប្រព័ន្ធកង់ទាំងពីរចេញពីគ្នាតែម្ដងអញ្ចឹងវាទទួលបន្ទុករៀងខ្លួនអញ្ចឹងវាធ្វើឲ្យការដំណើរការរបស់ Jeep នៅលើស្ថានភាពផ្លូវអញ្ចឹងគឺមិនមែនជាបញ្ហារបស់ Jeep ទេ